បាទគ្រប់ពុកម៉ែបងប្អូនជាទីគោរពទៀតហើយបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់ប្រទេសថៃទៀតហើយព័ត៌មានចាក់រុកព័ត៌មានញុះញង់ព័ត៌មានបំផោងទៀតហើយមុនបំផោងថាថ្ងៃបោះឆ្នោតនៅប្រទេសថៃនេះថ្ងៃ8នេះថាខ្មែរនឹងបើកការវិភាខុសរឿងនិយាយខុសរឿងឥឡូវនេះទៀតនឹងបំផោងទៀតហើយថាខ្មែរនឹងកំពុងតែចល័តទ័ពទៅពគៀកនឹងព្រំដែនហើយមានទាំង BM21 មានទាំង PM70 ហើយមានទាំងច្រើនទៀតដើម្បីនឹងថាខ្មែរយើងត្រៀមខ្លួនជាស្រេចក្នុងការបើកការវិភាប៉ុន្តែទោះជាយ៉ាងណាក្តីយើងត្រូវដឹងថាថៃកុំឲ្យនិយាយអីកុំយករូបតែមួយសន្លឹកពីរសន្លឹកហើយចេះតែផ្សាយចិញ្ជ្រុំដែរនេះគេហៅផ្សាយតែប៉ុន្តែជាការផ្សាយញុះញង់នេះមិនអាចទទួលយកបានទេក្នុងនេះខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ក៏អត់អាចទទួលយកបានដែរហើយសម្ដីដែលប្រហើនប្រមាថដល់ថ្នាក់ដឹកនាំកម្ពុជានឹងត្រូវទួខុសត្រូវដែរប្រើពាក្យអសរោះច្រើនណាស់អ្នកសារព័ត៌មានថៃពាក្យអស់ហ្នឹងគឺមិនគួរនឹងផ្សព្វផ្សាយទេតាមពិតទៅបើវិជាជីវៈអ្នកសារព័ត៌មានរបស់ថៃឥឡូវនេះដែលខ្ញុំតាមដាននឹងមើលរហូតមកមិនថាបណ្ដាញផ្សព្វផ្សាយស្ថាប័នធំឬទូចទេខ្ញុំឲ្យស្ពៃទាំងអស់នេះព្រោះផ្សាយមកវាអត់មានអ្វីជាតល័យកច្បាស់លាស់អ្វីដែលជាមូលដ្ឋានគ្រឹះច្បាស់លាស់អ្វីជាវិជាជីវៈអ្នកសារព័ត៌មានច្បាស់លាស់ចេះតែផ្សាយតែពីប៉ាត់ណាប៉ាត់ណីហើយនិយាយបំផោងនិយាយបង្កាច់និយាយបង្ខូចដើម្បីនឹងញុះញង់អញ្ចឹងរឿងទាំងអស់នេះត្រូវដឹងថាបើថៃពិតជាត្រូវការសុខសន្តិភាពអញ្ចឹងកិច្ចព្រមព្រៀងសន្តិភាពមួយកម្ពុជាកិច្ចចរចាសន្តិភាពអញ្ចឹងត្រូវអនុវត្តយើងត្រូវផ្សាយយើងត្រូវជំរុញទៅអនុវត្តមិនញុះញង់ចង់ឲ្យតែមានសង្គ្រាមកើតឡើងអាងស្អីគេអាងឡើងថាយល់ទេប្រក្រាបពួក scammer scammer នៅក្នុងថៃនេះមិនកំតិចវាអស់ទៅក្នុងប្រទេសថៃខ្លួនឯងនឹងនៅជាប់ភូមិជាប់អីញ៉ៃទាំងអស់ហ្នឹងមិនក៏មិនដោះស្រាយទៅហើយចាំបាច់មកបំពេញមកលើអធិបតេយ្យភាពរបស់កម្ពុជាទាំងកំរោលទាំងខុសច្បាប់ទាំងក៏ក្លឿនហើយប្រាប់ថាទង្វើបែបនេះសិតតែអ្វីដែលមិនអាចទទួលយកបានបើថៃពិតជាត្រូវការសន្តិភាពមែនដូចប្រជាពលរដ្ឋខាងត្បូងត្រូវការសន្តិភាពមែនខាងជើងត្រូវការសន្តិភាពមែនថៃអត់អាចធ្វើទង្វើបែបនេះឬក៏ផ្សាយព័ត៌មានញុះញង់របៀបនេះទេពីព្រោះមានទាំងអស់តាយើងមានអ្នកអង្កេតការណ៍យើងមានអ្នកត្រួតពិនិត្យមានអាស៊ានមានអាមេរិកមានចិនមានម៉ាឡេស៊ីចូលរួមក្នុងការដែលត្រួតពិនិត្យមើលថាអ្វីជាអ្វីនឹងបង្ហាញឲ្យឃើញអញ្ចឹងហើយចប់ព័ត៌មានញុះញង់ព័ត៌មានបំផោងនឹងហើយក៏សូមពៀវនាដល់ពុកម៉ែបងប្អូនខាងយើងដែរខាងយើងជិះបានជិះកុំថតឲ្យបរោះថតបរោះធ្វើពួកសៀមឈួតហើយពួកថៃនាពេលបច្ចុប្បន្ននេះវាចង់ឈួតហើយវាតាមដាន Facebook បរោះខាងចេះបរោះខាងចុះបំផោងខាងចេះបំផោងខាងចុះប៉ុន្តែបើជាការប្រអួតសាច់ដុំពិតប្រាកដកុំភ័យយើងមានតែយើងមាន page ក្រសួងការពារជាតិរបស់យើងតែយើងមាន page ផ្លូវការរបស់យើងទាំង12តាមានដាច់វិជោដាច់ធិបតីមានក្រសួងការបរទេសមានក្រសួងព័ត៌មានមានអីហោហែហ្នឹងគឺយើងប្រអួតតាមនឹងបានតែអញ្ចឹងបងប្អូនជនរួមជាតិគួរតែជិះបានជិះកុំថតបរោះអាហ្នឹងវានាំឲ្យគេហៅថាពាក់ព័ន្ធមួយសន្តិសុខជាតិយើងដែរអញ្ចឹងនាំឲ្យសត្រូវពីព្រោះវាថាជាប្រទេសភូមិផលរបស់ជិតខាងមួយយើងប៉ុន្តែវាជាប្រទេសសត្រូវមួយយើងទេវាបើកការឈ្លានពានដោយអត់គ្រឹះទីតាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធវត្តអារាមផ្ទះសម្បែងទីពេទ្យសាលារៀនហើយគិតមើលថាវាដាក់បលាលុះទៅដឹងហើយប៉ុន្តែនៅពេលដែលវារើបលាលុះអានឹងបានវាម៉ាស់វាដាក់វាអសបាយសើចសបាយចាំមើលអានេះភាសាខ្មែរយើងថាសាច់ប៉ុណ្ណាយំប៉ុណ្ណឹងជួនកាលអាចយំលើសសាច់ទៀតក៏មានដែរអញ្ចឹងនៅពេលដែលវាដកបលាលុះចេញអានឹងជាថ្ងៃដែលវាយំហើយយើងកម្ពុជាសើចពេលក្រោយនឹងលឺខ្លាំងជាងវាចាក់ជាមិនខានអញ្ចឹងសូមពុកម៉ែបងប្អូនតាមដានបងប្អូនគ្នាទៀតជិះបានជិះវាងក្នុងការដែលថតបង្ហោះនៅអ្វីដែលមិនគួរតែទៅជាមួយនឹងសន្តិសុខជាតិរបស់យើងនេះជាការអំពាវនាវរបស់ខ្ញុំបាទផ្ទាល់គណៈពេលនេះសូមអរគុណ